តំបន់ទេសចរលំដាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈព្រះរាជាណាចក្រកម្ពុជាក្រៅពីមានប្រាសាទអង្គរវត្តដែលជាតំបន់ទេសចរមួយដ៏កំពូលលើលោកដែនដីដ៏អច្ឆរិយៈនេះក៏មានតំបន់ទេសចរជាច្រើនកន្លែងទៀតស្ទើររាប់ពុំអស់ទាំងលក្ខណៈធម្មជាតិលក្ខណៈវប្បធម៌និងលក្ខណៈទំនើបជាដើមវាពុំមែនជារឿងថ្មីទេដែលតំបន់ទេសចរពាសពេញផ្ទៃនគរកម្ពុជាអាចឆាប់យកបេះដូងភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនលានអ្នករៀងរាល់ឆ្នាំចូលមកទស្សនានិងសម្រាកកម្សាន្តយើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកទស្សនាឲ្យស្គាល់កាន់តែច្បាស់បន្ថែមអំពីតំបន់ទេសចរលំដាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាទាំង10កន្លែងដូចខាងក្រោម1ប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបដែលមានចម្ងាយ7គីឡូម៉ែត្រពីទីរួមខេត្តតាមផ្លូវគោម៉ៃរមណីយដ្ឋានអង្គរត្រូវបានចុះចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី14ខែធ្នូឆ្នាំ1992រួចមកហើយតាមការសិក្សាឯកសារប្រវត្តិសាស្ត្រខ្មែរប្រាសាទនេះកសាងឡើងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី2នាដើមសតវត្សទី12ចាប់ពីឆ្នាំ1113រហូតដល់ឆ្នាំ1150គួរបញ្ជាក់ផងដែរថានេះជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុសសាយទៅគ្រប់ទិសទីលើពិភពលោកនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំ2ប្រាសាទបាយ័នប្រាសាទបាយ័នត្រូវបានកសាងឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ភាពទាក់ទាញនៃប្រាសាទនេះគឺក្រៅពីទឹកមុខញញឹមនៃរូបបាយ័នប្រាសាទនេះក៏មានចម្លាក់ដ៏ល្អប្រណិតដែលរៀបរាប់ពីរឿងទេវកថានៅថែខាងក្នុងនិងខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរមានទាំងផ្សារការនេសាទពិធីបុណ្យល្បែងប្រដាល់ជូនវ័នលោបន្ថែមពីលើចំណុចពិសេសនៃប្រាសាទនេះទៀតនោះគឺដោយសារតែប្រាសាទនេះមានទីតាំងនៅចំចំណុចកណ្ដាលនៃរាជធានីអង្គរធំដែលស្ថិតនៅក្នុងតំបន់អង្គរទៀតទើបធ្វើឲ្យទីនេះក្លាយទៅជាទិសដៅនៃតំបន់ទេសចរមួយដ៏មានប្រជាប្រិយភាពសម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិមកចូលរួមក្នុងការទស្សនាកម្សាន្តនិងដើម្បីជាការស្វែងយល់នៅវប្បធម៌ខ្មែរនៃសំណង់ប្រាសាទដ៏វិចិត្រអស្ចារ្យនេះផងដែរ3ប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលមានចម្ងាយប្រមាណ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រង់27គីឡូម៉ែត្រនិងមានចម្ងាយ32គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនបើយោងទៅតាមឯកសារប្រវត្តិសាស្ត្រខ្មែរគឺប្រាសាទនេះត្រូវបានកសាងឡើងដោយព្រាហ្មណ៍យាជ្ញវរាហៈយាយណាវរហាលក្ខណៈដ៏អស្ចារ្យនិងប្លែកពីសំណង់ប្រាសាទផ្សេងទៀតនៅត្រង់ថាប្រាសាទនេះត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររវើកជាងគេដោយមានពូកប្រាង្គ3ដែលមានសភាពល្អឆាប់ឆាយដូចស្រីគ្រប់លេខទាំងនេះគឺជាមូលហេតុដែលនាំឲ្យប្រាសាទមួយនេះក្លាយទៅជាតំបន់ទេសចរដ៏មានឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា4ប្រាសាទកោះកេរប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនាបើយោងទៅតាមទិន្នន័យពីតំបន់ទេសចរដែលមានសក្តានុពលនៅកម្ពុជាក៏បានបង្ហាញឲ្យយើងឃើញថាកាលពីមុនប្រាសាទកោះកេរនេះគឺជារាជធានីនៃអាណាចក្រខ្មែរបុរាណមួយហើយទីនោះមានរូបចម្លាក់ដ៏ធំអស្ចារ្យមួយនៅក្នុងតំបន់ប្រាសាទដែលមានកម្ពស់30ម៉ែត្រព័ទ្ធជុំវិញទៅដោយព្រៃ
នៅពេលដែលឡើងទៅដល់កំពូលភ្នំដើម្បីទៅទស្សនាប្រាសាទកោះគេនោះគេអាចគយគន់មើលទេសភាពនិងស្រូបយកខ្យល់អាកាសជុំវិញទីនោះដែលគេអាចមើលឃើញជួរភ្នំដងរែកភ្នំត្បែងមានជ័យនិងទិដ្ឋភាពស្រុកគូលែនថែមទៀតផង5ខេត្តក្រចេះខេត្តក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្តស្ថិតនៅប៉ែកឦសាននៃរាជធានីភ្នំពេញទីនេះគឺសម្បូរដោយធនធានធម្មជាតិនៅលើដីមានព្រៃព្រឹក្សាវាលស្រែដីមានជីជាតិនៅក្នុងទឹកសម្បូរដោយត្រីពិសេសមេពូជត្រីធំនៅតាមអន្លង់មេគង្គក្នុងស្រុកសម្បូរនិងមានសត្វសាបទឹកសាបដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាជាមួយនឹងទេសភាពគួរជាទីមនោរម្យនិងស្រស់សោភ័ណជាពិសេសគឺនៅពេលថៃលិចគងព្រៃកោះទ្រង់ដ៏ស្អាតជាហេតុធ្វើឲ្យអ្នកដែលបានទស្សនាហើយជាប់ចិត្តដិតអារម្មណ៍ចង់ទៅទស្សនាម្តងទៀតហេតុដូចនេះទើបធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរទេដងក្នុងមួយឆ្នាំ6ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោត្រូវបានគេស្គាល់ថាជារមណីយដ្ឋានភ្នំបូកគោឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោមានចម្ងាយពីក្រុងកំពតប្រមាណ46គីឡូម៉ែត្ររហូតដល់កំពូលភ្នំគួរបញ្ជាក់ផងដែរថាតំបន់ទេសចរនេះគឺជាផ្នែកមួយនៃឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅក្នុងប្រទេសហើយសួនឧទ្យានជាតិនេះបានក្លាយទៅជាគោលដៅទេសចរដ៏មានប្រជាប្រិយបំផុតផងដែរ7វត្តប្រាក់មានទីតាំងស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញវត្តប្រាក់មានទ្រព្យសម្បត្តិជាតិជាច្រើនដូចជាមាននឹងរូបបដិមាព្រះពុទ្ធអ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺរូបបដិមាព្រះសិវមេត្រីដែលធ្វើពីមាសទម្ងន់90គីឡូក្រាមនិងបញ្ចុះនៅគ្រាប់ពេជ្រចំនួន9584គ្រាប់គំនូរបុរាណនៅជុំវិញថែវបានបង្ហាញពីរឿងរាមកេរ្តិ៍ដែលដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំងប៉ុន្តែមើលឲ្យឆ្ងាយទៅមុខទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញហើយត្រូវបានគូរនៅឆ្នាំចន្លោះឆ្នាំ1903ដល់1904ដោយវិចិត្រករខ្មែរចំនួន40នាក់8បឹងទន្លេសាបបឹងទន្លេសាបជាបឹងទឹកសាបដែលធំជាងគេនៅអាស៊ីអាគ្នេយ៍និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈយើងទន្លេនេះមានប្រវែងប្រហែល100គីឡូម៉ែត្រហើយត្រូវបានហូរកាត់ខេត្តកំពង់ឆ្នាំងខេត្តកណ្ដាលនិងរាជធានីភ្នំពេញជាដើមលក្ខណៈដែលពិសេសនៃបឹងទន្លេសាបនេះគឺជាការផ្ដល់ឲ្យនៅតំបន់ដីសើមទឹកសាបដែលសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ហើយប្រព័ន្ធតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបនិងជួយក្នុងការទ្រទ្រង់ដល់ប្រភេទជាចម្រុះផ្សេងជាច្រើនទៀតក្នុងពិភពលោក9ក្រុងព្រះសីហនុក្រុងព្រះសីហនុត្រូវបានគេស្គាល់ថាជាទីក្រុងកំពង់ផែសេដ្ឋកិច្ចដ៏សំខាន់និងមានរមណីយដ្ឋានឆ្នេរស្អាតនៅជាប់ឈូងសមុទ្រភាពទាក់ទាញដ៏ធំនៅទីនេះគឺឆ្នេរខ្សាច់ពណ៌សដែលជាកន្លែងសម្រាប់លំហែកាយរបស់អ្នកទេសចរនានាជាពិសេសនាពេលចុងសប្តាហ៍ឬពេលឈប់សម្រាកពីការងារជាដើម10ប្រាសាទព្រះវិហារប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រភូមិធម្មជាតិឃុំស្រអែមស្រុកចំផ្សានខេត្តព្រះវិហារប្រាសាទនេះគឺជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃហើយមានរយៈកម្ពស់625ម៉ែត្រធៀបទៅនឹងទឹកសមុទ្រប្រាសាទព្រះវិហារនេះមិនត្រឹមតែជាតំបន់ទេសចរដែលផ្ដល់ភាពរីករាយនិងស្ញប់ស្ញែងអំពីទឹកដែកនៃបុព្វបុរសប៉ុណ្ណោះទេវាថែមទាំងផ្ដល់ឲ្យលោកអ្នកនូវអារម្មណ៍ស្រស់ថ្លាជាមួយនឹងខ្យល់ធម្មជាតិដ៏ត្រជាក់និងអាចមើលពីផ្ទៃខេត្តព្រះវិហារថែមទៀតផង
ក្រៅពីនេះប្រទេសកម្ពុជាមាតុភូមិនៃយើងក៏មានតំបន់ទេសចរណ៍និងកន្លែងធម្មជាតិដែលទីកំសាន្តជាច្រើនផ្សេងទៀតរហូតដល់មានងារថាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយចូលនាំគ្នាចូលរួមលើកស្ទួយថែរក្សានិងផ្សព្វផ្សាយនៅសម្បត្តិធម្មជាតិសម្បត្តិវប្បធម៌និងកេរដំណែលនៃមរតករបស់បុព្វបុរសជំនាន់ដើមឲ្យបានកាន់តែទូលំទូលាយ